Hello សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះយើងមកសិក្សាអំពីការសន្ទនាភាសាអង់គ្លេសខ្មែរយើងបន្តទៀតបន្ទាប់ពីវីដេអូមុនការសន្ទនាបែប basic តើតើសន្ទនាក្នុងវីដេអូនេះយើងសិក្សាអំពីការសួរអាយុគ្នា How old are you អូខេអញ្ចឹងកុំឲ្យខាតពេកតែយើងទៅសន្ទនាទាំងអស់គ្នា How old are you this year How old are you this year តើអ្នកអាយុប្រហែលហើយឆ្នាំនេះ How old are you this year I'm 25 years old What about you I'm 25 years old What about you ខ្ញុំអាយុ25ចុះអ្នកវិញ I'm 24 years old I'm 24 years old When are you going to finish your study I'm 24 years old When are you going to finish your study ខ្ញុំអាយុ25តើអ្នកនឹងបញ្ចប់ការសិក្សារបស់អ្នកនៅពេលណា Okay I'm going to finish my study in 2 years more and you I'm going to finish my study in 2 years more and you ខ្ញុំនឹងបញ្ចប់ការសិក្សារបស់ខ្ញុំក្នុងរយៈពេល2ឆ្នាំទៀតចុះអ្នកវិញ I'm going to finish my study in 3 years more I'm going to finish my study in 3 years more ខ្ញុំនឹងបញ្ចប់ការសិក្សារបស់ខ្ញុំក្នុងរយៈពេល3ឆ្នាំទៀត Okay that's all everyone ការសន្ទនារបស់យើងបានបញ្ចប់ឥឡូវយើងមកសិក្សាអំពីពាក្យថ្មី new word in this video in this conversation ពាក្យថ្មីនៅក្នុងការសន្ទនាហ្នឹងតើមានអីខ្លះទី1 how old ប្រែថាអាយុប៉ុន្មានចាស់ប៉ុណ្ណា years year ប្រែថាឆ្នាំ old ប្រែថាចាស់ 25 years old 25ឆ្នាំ 24 years old 24ឆ្នាំ going to ប្រែថានឹងជាអនាគតស្មើ will នឹងអូខេ finish ប្រែថាបញ្ចប់ study ប្រែថាសិក្សា 2 years more 2ឆ្នាំទៀត 3 years more 3ឆ្នាំទៀត Thank you អរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់វីដេអូយើងសន្ទនាបែប basic ខ្លីៗទាក់ទងនឹងអាយុប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយសូមអរគុណសូមជម្រាបលា